ចាំបាច់អីចំណាយលុយដល់$50,000បាទរថយន្តមួយនេះតម្លៃត្រឹមតែ$40,000ជាងតែប៉ុណ្ណោះអ្វីដែលកាន់តែពិសេសបងប្អូនមិនបាច់មានលុយពេញក៏អាចទិញរថយន្តនេះយកទៅប្រើប្រាស់បានផងដែរដោយបងប្អូនគ្រាន់តែធ្វើការចូលរួមមុនត្រឹមតែ20%នៃតម្លៃឡានអាចដកឡាន Chevrolet Colorado យកទៅប្រើប្រាស់បានភ្លាមៗជាមួយនឹងអត្រាការប្រាក់ក្រោម 1.0% រយៈពេលវែងរហូតដល់8ឆ្នាំមិនត្រឹមតែតម្លៃល្អទេតកតងជាមួយនឹង Chevrolet Colorado យើងបានបំពាក់ជាមួយនឹងម៉ាស៊ីន Duramax 2.8 លីត្រតាក់បូក្នុងនោះផលិតកម្លាំងសេសបានរហូតដល់208 horsepower ជាមួយនឹងកម្លាំងរមុះកង់រហូតដល់510 Newton m ដែលគេឲ្យឈ្មោះថា King of the Top តើបងប្អូនឥឡូវនេះខ្ញុំនឹងនិយាយពី spec line របស់យើងបន្តិចតកតងជាមួយនឹង Chevrolet Colorado តកតងជាមួយនឹងការ design គឺស្រស់ស្អាតមែនទែនការ design ខាងមុខនេះប៉ាណាតូចលើធំក្រោមជា signature របស់ Chevrolet ហើយបន្ថែមពីនឹងក្រុមពណ៌សបែបនេះហើយជាមួយនឹង logo ពណ៌ទឹកមាសធ្វើឲ្យរថយន្តកាន់តែលេចធ្លោនៅពេលដែលបងប្អូនបើកបរនៅតាមដងផ្លូវហើយមិនត្រឹមតែការ design ស្អាតរូបរាងស្អាតទេសម្រាប់ line របស់យើងនេះគឺ full option តែម្ដង sensor មានមួយជុំ lane បន្លាញ sport ប្រព័ន្ធ watching នេះគឺមានហើយតកតងជាមួយនឹងរក្សាកន្លងផ្លូវពេលដែលយើងជិះខុសកន្លងរក្សាកម្រិតសុវត្ថិភាពជាន់ប្រាំងស្វ័យប្រវត្តិហើយឡានរបស់យើងនេះតកតងជាមួយនឹងចាប់ប្រាំងស្វ័យប្រវត្តិគឺវាពិសេសជាងឡានដទៃគឺវាចាប់បានទាំងមនុស្សគឺចាប់បានទាំងហើយបន្ថែមពីនឹងតកតងជាមួយនឹងចង្កៀងយើងប្រើប្រាស់ជាចង្កៀងគុជប្រភេទ LED ភ្លឺច្បាស់បាញ់បានឆ្ងាយមានមុខងារអូតូស្វ័យប្រវត្តិតឡើងតម្លាក់ pha code ស្វ័យប្រវត្តិពេលមានឡានឬក៏ម៉ូតូមកពីមុខអីចឹងគឺវាតឡើងតម្លាក់ឲ្យ direct មកហើយចុះមកក្រោមតិចយើងទទួលបាន fog line មកដែរជំនួយពេលដែលមានមេឃភ្លៀងឬក៏មេឃចុះអាប់ចឹងគឺយើងមាន fog line ដើម្បីជួយបំភ្លឺផ្លូវបន្ថែមហើយកាន់តែពិសេសមួយទៀតនៅពេលដែលមេឃភ្លៀងផ្លិតទឹកឡានរបស់យើងនេះគឺអូតូស្វ័យប្រវត្តិភ្លៀងតិចបក់តិចភ្លៀងខ្លាំងបក់ខ្លាំងហើយបន្ថែមពីនឹងពីផ្នែកពីចំហៀងយ៉ានកង់យើងបានបំពាក់ជាមួយនឹងយ៉ានកង់ aluminium ទំហំ18អ៊ីងតកតងជាមួយនឹងកង់ទាំង4យើងក៏មិនភ្លេចដែរតកតងជាមួយនឹងវ៉ាល់ភ្លើងឬក៏ហៅថា sensor វ៉ាត់ស្ពីខ្យល់កង់ហ្នឹងគឺទាំង4កង់តែម្ដងទាំងធូរវានឹង alert នៅលើអេក្រង់កុងទ័រ digital យើងនៅក្នុង lane ណាហើយបន្ថែមពីនឹងតកតងជាមួយនឹងការ design ពីចំហៀងនេះតកតងនឹងឈ្នាន់ជាន់អីហ្នឹងគឺធំមែនតែនទោះជាបងស្រីៗពាក់កែងអីក៏ស្រួលឡើងដែរហើយកាន់តែពិសេសនោះផ្នែកខាងក្រោយគឺយើងផ្ទុកបានរហូតដល់1តោនកន្លះអស់សណ្ដោងបានរហូតដល់3តោនកន្លះអមជាមួយនឹង stop បែបក្រហមខ្មៅមើលទៅស្អាតមែនតែនហើយបន្ថែមពីនឹងខាងក្រោយក៏យើងមាន sensor ជាមួយនឹងកាមេរ៉ាមួយគ្រាប់ជំនួយពេលអាយ៉ៃពីផ្នែកខាងក្រោយហើយបន្ថែមពីនឹងបងប្អូនអាចឃើញស្រាប់ហើយមាន sport bar មានក្លុបការពារទឹកភ្លៀងមកជាស្រេចបងប្អូនអត់ចាំបាច់ទៅថែមក្លុបការពារទឹកភ្លៀងដើម្បីការពារទឹកភ្លៀងទេព្រោះឥឡូវនេះរដូវភ្លៀងទៀតតោះអញ្ចឹងខ្ញុំត្រួសបានប៉ុណ្ណឹងហើយយើងចូលដល់ផ្នែកខាងក្នុងវិញម្ដងសម្រាប់កៅអីជួរទី2ឬក៏កៅអីរួមដំណើរខាងក្រោយនេះគឺទលាយល្អជាប្រភេទកៅអីស្បែកការអង្គុយអីគឺស្រួលមែនតើមិនថាជិះផ្លូវឆ្ងាយជិះផ្លូវអាលាក់អីទេគឺជិះ smooth ល្អហ្មងហើយតើក្នុងការ design ផ្នែកខាងក្នុងនេះគឺដូចប្រភេទ SUV អញ្ចឹងហើយឥឡូវយើងទៅមើលកៅអីនៃផ្នែកតកង់វិញម្ដងយើងប្រើប្រាស់ជាកៅអីពុកស្បែកកៅអីអូតូម្ខាងយើងមានប៉ាក់ទៅលើ high country ទៅលើកៅអីនេះតែម្ដងគឺឡានយើងនេះគឺមើលទៅគឺ premium មែនតើហើយតើតងជាមួយចកូត face បិទឡានយើងជាប្រភេទ pick up ប៉ុន្តែការ design ដូច SUV ចកូតទុនស្រួលបើកមិនថាបងស្រីៗទេអាចបើកបរបានជាមួយនឹងលើដៃចកូតមានមុខងារច្រើនដូចជាតឡើងតម្លាក់សលេងលើកទូរស័ព្ទដៃទូរស័ព្ទកំណត់ល្បឿនតើតងជាមួយនឹងរក្សាកម្រិតសុវត្ថិភាពអីយើងអាចកំណត់នៅលើដៃចកូតនេះបានតែម្ដងហើយយើងចូលដល់ផ្នែកអេក្រង់កំសាន្តវិញទំហំ11អ៊ីងមាន Apple CarPlay Android Auto យើងអាចបញ្ជាបិទបើកទៅលើប្រព័ន្ធសុវត្ថិភាពមួយចំនួនដូចដែលខ្ញុំបានបង្ហាញនៅមុខវីដេអូអញ្ចឹងមានចាប់ប្រាំងស្វ័យប្រវត្តិទីដៃចកូតចូលកន្លងហ្នឹងគឺយើងអាចបិទបើកបានតាមតម្រូវការដែលយើងចង់បិទបើកទេណាហើយផ្នែកកណ្ដាលនេះយើងទទួលបានច្រើនមួយចំនួនទៀតដូចប៊ូតុង piano អញ្ចឹងបងប្អូនឃើញស្រាប់ហើយមានប៊ូតុងផ្សេងដូចឡើងចំណោតចុះចំណោតអីមាននៅក្នុងហ្នឹងសុំផ្លូវអីហ្នឹងនៅក្នុងហ្នឹងតែម្ដងហើយចុះមកក្រុមទៀតក៏យើងទទួលបាន wireless charger មកជាមួយផងដែរអញ្ចឹងតកតងជាមួយនឹងការសារអីហ្នឹងយើងសារ wireless charger ក៏បានយើងសារជាមួយនឹង Type C USB អីបានខាងក្រោយក៏យើងមានដែរអញ្ចឹងតម្លៃដល់$50,000បងប្អូនតម្លៃត្រឹមតែ46,000ឯងបងប្អូនទទួលបាន option ជាច្រើនហើយបានឡានដែលដំឡើងនឹងផលិតបន្ទាប់ពីប៉ែអមេរិកអញ្ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមតកតងជាមួយនឹងរថយន្តក៏ដូចជាការបង់រំលោះអាចតកតងមកខ្ញុំបាទបន្តបានខ្ញុំបាទហើយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ